លោកពូគឺជាប្អូនទីប្រមាណរបស់លោកនូញ៉ុងបាទបាទប្អូនទី2ប្អូនទី2បាទគាត់ទី1អូឈប់គាត់ទី1បានបងស្រីមួយទៀតទី2អីលោកពូខ្ញុំទី3អូទី3បាទអញ្ចឹងលោកពូជាប្អូនទី3របស់លោកនូញ៉ុងណាបាទហើយប៉ុន្តែគាត់ណាយើងចង់និយាយថាគ្រូសាផ្សេងគ្នាបាទគេថាឪមួយម៉ែ2បាទឥឡូវអ្នកស្ដាប់អ្នកទស្សនាកំពុងតែចង់ដឹងខ្លាំងមែនទែនទាំងខ្ញុំផងថាតើលោកនូញ៉ុងតន្ត្រីករត្រំប៉ែតដល់ល្បីកាលពីចំនួនលូស៊ីនស៊ីសមុទ្រគាត់កើតនៅភូមិណាឃុំណាស្រុកណាខេត្តណាបងខ្ញុំឈ្មោះនូញ៉ុងនឹងកើតនៅភូមិព្រែកតតិនឃុំស្វាយប្រទាស្រុកស្អាងខេត្តកណ្ដាលគាត់កើតនៅនឹងតែម្ដងបាទកើតនៅនឹងម្ដងអូកម្រមានតន្ត្រីករណានៅខាងស្រុកស្អាងខេត្តកណ្ដាលណាបាទតាមដែលខ្ញុំស្រាវជ្រាវគឺអត់សូវមានទេបាទឥឡូវយើងដឹងហើយមានលោកនូញ៉ុងម្នាក់បាទលោកនូញ៉ុងគាត់កើតឆ្នាំ1900ប្រហែលបងខ្ញុំអត់សូវចាំមរណហេតុមរណកាលមរណដ្ឋានភាគទី5កន្លងទៅនេះក្នុងគណនី Facebook របស់លោកសេងតារានិងក្រុមដំណើរខ្មែរបានដាក់ផ្សាយនៅព័ត៌មានតាក់ទងនឹងលោកនូញ៉ុំអតីតសាស្ត្រាចារ្យនៃសាកលវិទ្យាល័យជាតិដូរតន្ត្រីនិងជាតន្ត្រីករថ្លុំប៉ែតដ៏ល្បីល្បាញក្នុងទសវត្ស60 70ជាប់នៅមន្ទីរស21ឬគុកទួលស្លែងការដាក់ផ្សាយនេះបានញ៉ាំងជាជនខ្មែរឲ្យវង្វេងវល់វល់ពិសេសវិញ្ញាណក្ខន្ធនៃលោកនូញ៉ុំប្រសិនបើពុំទាន់ចាប់ជាតិកំណើតថ្មីអណ្ដែតត្រសែតគ្មានកោដៅព្រោះដំណឹងដល់សាន់វ័នស្រពេចស្រពិលដោយព័ត៌មានតាក់ទងនឹងជីវិតចុងក្រោយរបស់លោកស្រីរស់សេរីសុទ្ធានិងលោកស្រីឈឿនអង្គារាព្រមទាំងកូនកូនក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមដូចនេះដែរប្រកាសជាជនខ្មែរមានមន្ទិលងឿងឆ្ងល់រំខានចំពោះភាពស្រវៈស្រវាន់និងរសេមរសាមនៃប្រភពព័ត៌មានពីរផ្សេងគ្នាដូចតទៅ1លោកនូណៃស៊ីមហៅនូនឿនពេលសម្ភាសចំនួន2លើកជាមួយលោកសេងតារាដាក់ផ្សាយសាធារណៈក្នុង Channel YouTube តាមការបដិឆេទនិងចំណងជើងដូចខាងក្រោមលើកទី1ថ្ងៃទី4ខែកុម្ភៈឆ្នាំ2025ជក់ចិត្តណាស់ជួបប្អូនបង្កើតកម្ពុជាតន្ត្រីករត្រំប៉ែតលោកនូញ៉ុំដែលមានស្នាដៃជាច្រើនការចំនួនទសវត្ស60លើកទី2ថ្ងៃទី6ខែកុម្ភៈឆ្នាំ2025ជក់ចិត្តម្លេះស្ដាប់ប្អូនបង្កើតតន្ត្រីករនូញ៉ុំរំលឹកប្រវត្តិបងប្រុសដែលធ្លាប់ដឹកនាំភ្លេងចម្រៀងជាច្រើនតាមតានូនឿនបានរំលឹកឡើងវិញតាមសម្ដីរបស់អ្នករស់នៅសហករណ៍អំពីមរណហេតុនិងមរណដ្ឋានក្នុងន័យថាចុងឆ្នាំ1978លោកនូញ៉ុំស្លាប់នៅម្រះព្រៅស្រុកមងលុស័យខេត្តបាត់ដំបងដោយសារដាច់ពោះនិងធ្វើការបាក់កម្លាំងសូមទស្សនាคลิปវីដេអូលោកពូគឺជាប្អូនទីប្រមាណរបស់លោកនូញ៉ុងបាទខ្ញុំប្អូនទី2ប្អូនទី2បាទគាត់ទី1អូឈប់គាត់ទី1បានបងស្រីមួយទៀតទី2អីលោកពូខ្ញុំទី3អូទី3បាទអញ្ចឹងលោកពូជាប្អូនទី3របស់លោកនូញ៉ុងណាបាទហើយប៉ុន្តែគាត់ណាយើងចង់និយាយថាគ្រូសាផ្សេងគ្នាបាទគេថាឪមួយម៉ែ2បាទឥឡូវអ្នកស្ដាប់អ្នកទស្សនាកំពុងតែចង់ដឹងខ្លាំងមែនទែនទាំងខ្ញុំផងថាតើលោកនូញ៉ុងតន្ត្រីករត្រំប៉ែតដល់ល្បីកាលពីចំនួនលូស៊ីនស៊ីសមុទ្រគាត់កើតនៅភូមិណាឃុំណាស្រុកណាខេត្តណាបងខ្ញុំឈ្មោះនូញ៉ុងនឹងកើតនៅភូមិព្រែកតតិនឃុំស្វាយប្រទាស្រុកស្អាងខេត្តកណ្ដាលគាត់កើតនៅនឹងតែម្ដងបាទកើតនៅនឹងម្ដងអូកម្រមានតន្ត្រីករណានៅខាងស្រុកស្អាងខេត្តកណ្ដាលណាបាទតាមដែលខ្ញុំស្រាវជ្រាវគឺអត់សូវមានទេបាទឥឡូវយើងដឹងហើយមានលោកនូញ៉ុងម្នាក់បាទលោកនូញ៉ុងគាត់កើតឆ្នាំ1900ប្រហែលលោកពូខ្ញុំអត់សូវចាំតែរបស់ខ្ញុំ1952ហើយនូញ៉ុងគាត់បងលោកពូប្រហែលឆ្នាំបងខ្ញុំប្រហែលជាឥឡូវគាត់ឆ្នាំអីឆ្នាំខ្មែរជូតឆ្លូវខាលថោះរូមសាញ់បងបាយស្អែកជុំ47អីគាត់កើតបាទប្រហែលហើយយើង1952គាត់បែបជាកន្លះជួរហ៎បាទកន្លះអីហ្នឹងណាលើកន្លះខ្ញុំចឹងទៅបើដឹងឆ្នាំខ្មែរយើងអាចកណនីឃើញឆ្នាំសាញ់បាទឆ្នាំសាញ់1952អញ្ចឹងបាទ
ចឹងគាត់ប្រហែលជា1940ជាងអញ្ចឹងពូណោះ មួយហ្នឹងអស់ហើយ ប្រហែលប៉ុណ្ណឹងបាទ បាទ ប្រហែលខ្លះ ជួយ ប្រហែលខ្លះបាទខ្ញុំនៅខាងសាលាត្រាវ បាទ ទៅពីម៉ោងសាលា3ម៉ោងទីទៅ មិញលោកពូគេថាលោកនូញងក៏នាំកូនមកខាងស្រុកកំណា អ ត់ ត់ សិ ទេ ន អត់ទាន់ទេ អត់ទាន់ទេ ខ្ញុំទៅជួបគាត់នៅហ្នឹង ជួបនៅណា នៅម៉ោង អូនូញង នៅម៉ោង ជាប់នៅម៉ោងនោះវិញ បាទគាត់ទៅគេបញ្ជូនទៅម៉ោងជីកប៉ាល់ទៅគេដាក់ឡានអីឡើងទៅម៉ោង អូ បាទ ចឹងក៏បានមកហ្នឹងទី អត់ទេមកមុនដំបូងហ្នឹង មុននេះ មកបែកហ្នឹងណាមក ពេលបាច់ភ្លាមហ៎ បាទបែកវាមកឲ្យគេចាប់បញ្ជូនដាក់កប៉ាល់ឡើងទៅលើវិញ អូឡើងកប៉ាល់តាមទន្លេបាសាក់ហ្នឹង បាទ ហើយបាទបញ្ជូនទៅខាង មុំ បាត់ដំបងទៅ បាទទៅនោះវិញ ទៅជាប់នៅម៉ោងនោះ ទៅម៉ោងហើយខ្ញុំហ្នឹងគេឲ្យខ្ញុំទៅដែរតែខ្ញុំជិះឡាន អូទៅជួបគ្នានៅម៉ោង បាទ នោះវិញ ទៅជួបតែឃើញគាត់នៅម៉ោងនោះវិញ អូឯចេះរកគ្នាឃើញទេពេលហ្នឹងមនុស្សច្រើន មនុស្ស ឈាមអញ្ចឹង ហើយចាំមកខ្ញុំឆ្ងល់អីបងខ្ញុំមកយូរណាស់ហើយមកដល់ហ្នឹងហើយដល់តែពេលខ្ញុំនៅកងចល័តនោះគាត់នៅភូមិរះព្រៅ ភូមិរះព្រៅ បាទ ឃុំអី នៅម៉ោងហ្នឹងភូមិរះព្រៅឃុំម៉ោងបងហ្នឹងមិនដឹងគេទៅណាទៅណីមិនដឹងទេព្រោះគាត់នៅភូមិរះព្រៅ អូ គាត់មកគេបញ្ជូនពីយើងហ្នឹងទៅនៅភូមិរះព្រៅ ហើយ ចាប់តាមហ្នឹង នូញងក៏ស្លាប់ឆ្នាំប្រហែល75 76 77 ដំណើរហ្នឹងតែក្នុងរង្វង់ហ្នឹងក្នុងអារង្វង់ចិត្តបែកហ្នឹងណា អា មុនបែកបន្តិចហ្នឹង អូមុនបាញ់តិចទេ បាទ អូ នឹងហូបពូតអាពូតយើងគឺចែកជាពូតជាកែវប៉ុណ្នេះ បាទ ហ្នឹងសម័យហ្នឹង មុនបើ79ហើយមុនបើ75 អាយើងគេបញ្ជូនទៅហីហ្នឹងហើយហ្នឹងប្រហែលហ្នឹងហីអាយើងចិត្តបែកមកពូមក មួយ79មួយ75 មិនចិត្ត9 មើលថាចិត្តគេវាយចូលហើយបានគាត់ស្លាប់ចឹងឯង បាទហ្នឹង 78អីយឺក៏79ហ្នឹង ណាប៉ណ្ណឹងไปខ្ទង់ប៉ណ្ណឹង បើថាចិត្តបែកមានន័យថាឆ្នាំ78 បាទហ្នឹងយើងចិត្តបែកហី ឡាក់អីហ្នឹងឡាក់ បាទអញ្ចឹងមិនមែនទៅដល់គេសម្លាប់គាត់ភ្លាមមិនមែន អត់ទេ គាត់នៅបានយូរ នៅយូរ អត់ដឹងប្រវត្តិអាពួក គេអត់ស្គាល់គាត់បាទបាទស្គាល់គាត់ បាទ ដឹងប្រវត្តិអីហ្នឹងខ្ញុំ អត់ស្គាល់គេអត់ស្គាល់ទេដល់ចឹងទៅយើងទៅគាត់ឲ្យទៅធ្វើការធ្វើអីគេចឹង គេឲ្យគាត់ធ្វើខ្លះ ធ្វើការទៅ ជួស្រែជីកបន្លាយ ហ្នឹង គេធ្វើអីគាត់ធ្វើហ្នឹងណា ហ្នឹងដែរហ្នឹង បាទ បាទហ្នឹងអត់ទេអត់មានដូចអត់មានធរណកម្មអីផងដែរណា ចឹងហ៎ បាទដូចអត់មានអីហើយપણគាត់ទៅចឹងទៅដល់ពី បាក់កម្លាំងហ៎ បាទអត់ដឹងរឿងគាត់ស្លាប់នេះខ្ញុំព្រោះបានថាអញ្ចឹងខ្ញុំបែងចែកខ្ញុំទៅកងចល័តទៅហើយអត់ដឹងតាំងពីនឹងមកតំណឹងអត់ដឹងសោះ ចិត្តដឹងថាគាត់ស្លាប់ចិត្តបែកដឹងតាមរយៈអ្នកណា នោះខាងគេនៅម្ដុំហ្នឹង អូគេប្រាប់ហ៎ បាទនៅសហករណ៍ហ្នឹងនៅសហករណ៍មួយគ្នាហ្នឹង បាទ បាទអញ្ចឹង គេប្រាប់ថាគាត់ស្លាប់ដោយសារពួកអង្គការនឹងសម្លាប់ឬក៏ស្លាប់ដោយសារជំងឺឬក៏ដាច់ពោះ ដាច់ពោះហ្មង ដាច់ពោះហ្មងហ៎ បាទអត់សម្លាប់ទេហ្នឹង កន្លែងដែលគាត់គេបញ្ជូនទៅធ្វើការហ្នឹងអត់មានទរណកម្មវាយសួរចម្លើយអី អត់ ទេ ទេអត់សួរ គ្រាន់តែបង្ខំឲ្យធ្វើការធ្ងន់អញ្ចឹង បាទ ហើយនឹងហូបឲ្យគ្រប់គ្រាន់ បាទហ្នឹងត្រូវហើយ អញ្ចឹងគាត់ក្រោយមកក៏ដាច់ពោះទៅ បាទ ស្លាប់នៅហ្នឹងទៅ ទៅម្ដុំហ្នឹងកំហួរបានដាច់ពោះដែលកំមកគេបខំ បាទ ប្រជាជននៅហ្នឹងស្រឡាញ់យើងដែរ ហើយពេលគាត់ស្លាប់ទៅកូនគាត់នៅទាំងអស់ឬក៏មានកូនណាស្លាប់មុនគាត់ទៀត កូននៅ2នាក់ហ្នឹងតែ2នាក់ហ្នឹងមកមួយជីដូននេះ អញ្ចឹងកាល ដល់ ចេញទៅជួបនៅម៉ោងហ្នឹងឃើញកូនគាត់បាននេះ ខ្ញុំអត់បានដឹងទេណាប៉ុន្តែឮម៉ែគាត់ប្រាប់ថាឃើញនៅ2នាក់អី អញ្ចឹងហ៎ បាទ2នាក់ទាំងអស់វា3 4នាក់ប្រុស3ស្រី1 ហើយទៅជាមួយប្រពន្ធគាត់ប្រហែលនេះ អត់ដឹងផង អត់ដឹង តែបែកបាទតែកូនហ្នឹងវាទៅតែខាងហ្នឹងតាមមើលទៅតែប៉ាវាហ្នឹង ហើយអញ្ចឹងពេលបែកពីពេញឆ្នាំ75ហ្នឹងទៅអត់ដឹងថាប្រពន្ធគាត់ទៅខាងណាទី អត់ដឹងខ្ញុំអត់ដឹង បាត់ឈឹងហ្មងហ៎ បាទខ្ញុំមកនេះគេទៅណានេះបែកថាបែកថ្ងៃគ្នាហ្មងបានខ្ញុំតាដឹងទៅខាងណាខាងណី ហើយក្រោយឆ្នាំ79ហ្នឹងគឺបាត់ដំណឹងឈឹង បាត់ដំណឹងឈឹងហ្មងហ្នឹង អូ បាទ 2. សេងតារានិងក្រុមដំណើរខ្មែរដោយយកឯកសារទៅរកឃើញថ្មីក្នុងសារមន្ទីរអក្រិតប្រល័យពូជសាសន៍ទួលស្លែងនៅថ្ងៃទី8ខែមេសាឆ្នាំ2026លោកសេងតារានិងក្រុមដំណើរខ្មែរបានដាក់ផ្សាយក្នុងគណនី Facebook នៅអត្ថបទប្រវត្តិរបស់លោកនូញោមសរសេរអក្សរពណ៌ក្រហមថាលោកនូញោមពុំមែននូញោមទេច្បាស់ណាស់អានឯកសារចប់ទោះបីបើលោកសេងតារានិងក្រុមដំណើរខ្មែរពុំបានសរសេរបញ្ជាក់ក៏ដោយ
ក៏មកតាជំនាញជនខ្មែរធ្វើបរិយាវិនិច្ឆ័យនិងសន្និដ្ឋានភ្លាមថាលោកនូខ្ញុំត្រូវខ្មែរក្រហមសម្លាប់នៅមន្ទីរស21ឬគុកទូស្លែងរំខានពិភាក្សាសូមបញ្ជាក់ថាការលើកយកចំណុចខាងក្រោមមកពិនិត្យត្រិះរិះពិចារណានិងពិភាក្សាពុំបានសេចក្តីថាជំនាញជនខ្មែរសង្ស័យអំពីការក្លែងឯកសារឡើយដោយផ្ទៀងផ្ទាត់ថ្លឹងថ្លែងនិងជជែកវែកញែកល្អិតល្អន់ប្រកាសជំនាញជនខ្មែរកើតចិត្តកិនថេរេក្រៃលែងបិទភាពពុំស៊ីគ្នាយ៉ាងសម្បើមនិងអប្រក្រតីរវាងសក្ខីកម្មរបស់តានូនឿននិងឯកសារប្រវត្តិលោកនូខ្ញុំដូចខាងក្រោម 1. ភាពប្រទាំងប្រទើមរណហេតុនិងមរណដ្ឋានអ្នករស់នៅក្នុងសហគមន៍ជាមួយបងប្រុសនៃតានូនឿនប្រាប់ថាលោកនូខ្ញុំស្លាប់នៅភូមិរះព្រៅស្រុកមងឫស្សីខេត្តបាត់ដំបងកាលពីចុងឆ្នាំ1978ដោយសារដាច់ពោះនិងធ្វើការបាក់កម្លាំងមានន័យថាអ្នកភូមិរះព្រៅសុទ្ធតែបានដឹងអំពីមរណដ្ឋានរបស់លោកនូខ្ញុំនៅភូមិរះព្រៅស្រុកមងឫស្សីខេត្តបាត់ដំបងនិងមរណហេតុដោយសារគ្រោះទុរភិក្សទៅវិញតាមឯកសារប្រវត្តិលោកនូខ្ញុំទើបរកឃើញនៅសារមន្ទីរអក្រិតកម្មប្រល័យពូជសាសន៍ទួលស្លែងលោកនូខ្ញុំត្រូវខ្មែរក្រហមចាប់ខ្លួនពីភូមិរះព្រៅស្រុកមងឫស្សីខេត្តបាត់ដំបងបញ្ជូនចូលមន្ទីរស21នៅភ្នំពេញទៅវិញបានសេចក្តីថាមរណហេតុរបស់លោកនូខ្ញុំដោយសារខ្មែរក្រហមកំទេចចោលនិងមរណដ្ឋាននៅមន្ទីរស21ពុំនោះសោតមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកភាពប្រទាំងប្រទើគ្នានៅត្រង់លោកនូខ្ញុំប្រកាសត្រូវខ្មែរក្រហមចាប់ខ្លួនមែនហេតុអ្វីអ្នករស់នៅក្នុងសហគមន៍ម្រះព្រៅប្រាប់តានូនឿនថាលោកនូខ្ញុំស្លាប់ដោយសារដាច់ពោះនិងធ្វើការបាក់កម្លាំងទៅវិញត្រង់នេះគួរណាស់តានូនឿនទទួលដំណឹងថាបងប្រុសនូខ្ញុំត្រូវខ្មែរក្រហមចាប់ខ្លួននៅចុងឆ្នាំ1978ពុំដឹងយកទៅទីណាទេទើបសំហេតុផលជាងស្លាប់ដោយសារអត់បាយនិងធ្វើការបាក់កម្លាំងដូច្នេះតើលោកនូខ្ញុំស្លាប់ដោយសារមូលហេតុអ្វីនិងនៅទីណាប្រកបសូមជំនាញខ្មែរមេត្តាត្រិះរិះពិចារណានិងសន្និដ្ឋានតាមការគួរចោះឆ្នាំកំណើតក្នុងឯកសារប្រវត្តិនូខ្ញុំសរសេរថាលោកនូខ្ញុំអាយុ39ឆ្នាំត្រង់នេះមានន័យថាពេលបញ្ជូនខ្លួនដល់មន្ទីរស21លោកនូខ្ញុំ39ឆ្នាំពេលសម្ភាសជាមួយលោកសេងតារាតានូណៃស៊ីមអះអាងបែបស្មានថាប្រហែលបងប្រុសលោកនូខ្ញុំកើតឆ្នាំ1946-47ម្យ៉ាងទៀតតាមដំណើររបស់អ្នករស់នៅក្នុងសហគមន៍ជាមួយលោកនូខ្ញុំស្លាប់ចុងឆ្នាំ1978ត្រង់នេះជំនាញជនខ្មែរអាចលើកសមិទ្ធកម្មថាលោកនូខ្ញុំត្រូវខ្មែរក្រហមចាប់ខ្លួននៅចុងឆ្នាំ1978ដូច្នេះជំនាញជនខ្មែរអាចកណនារកឆ្នាំកំណើតរបស់លោកនូខ្ញុំតាមប្រមាណវិធីងាយដោយយកឆ្នាំ1978ដក39ឆ្នាំស្មើឆ្នាំ1939លទ្ធផលនេះខុសពីសក្ខីកម្មនៃតានូនឿនរហូតដល់7ឆ្នាំស្មើនឹងឆ្នាំ1946ដក1939ហេតុអ្វីមានលំអៀងអាយុច្រើនឆ្នាំម្លេះសូមជំនាញខ្មែរមេត្តារិះរេនិងវិនិច្ឆ័យតាមការគួរចោះភេទពេលសម្ភាសជាមួយលោកសេងតារាតានូនឿនបានបញ្ជាក់ច្បាស់ថាលោកនូខ្ញុំនិងភរិយាមានកូនស្រីម្នាក់និងកូនប្រុស3នាក់ប៉ុន្តែក្នុងឯកសារប្រវត្តិនូខ្ញុំសរសេរថាស្រី2ប្រុស2រឿងដ៏ចម្លែកមួយត្រង់សរសេរថាប្រពន្ធមិនស្គាល់ហេតុអ្វីព័ត៌មានអំពីភេទនៃកូនម្នាក់ពុំស៊ីគ្នាបែបនេះតើលោកនូខ្ញុំពុំស្គាល់ឈ្មោះប្រពន្ធមែនឬ 2. ភាពពុំប្រក្រតីសូមជំនាញខ្មែរមេត្តាពិនិត្យផ្ទៀងផ្ទាត់ឯកសារប្រវត្តិនូខ្ញុំជាមួយឯកសារផ្សេងទៀតនៃមន្ទីរស21ដាក់ផ្សាយសាធារណៈក្នុងបណ្ដាញព័ត៌មានសង្គមនិង Google ប្រសិនបើពិនិត្យដោយយកចិត្តទុកដាក់
ប្រកបជាជនខ្មែរអាចកត់សម្គាល់ពុំខាននៅអបកតិភាពពុំប្រក្រតីរបស់ឯកសារប្រវត្តិនោះខ្ញុំព្រោះនន្តភាពគ្មានការឥតមានការបដិឆេទដូចខាងក្រោម 1. ទឹកប៊ិចពណ៌ខ្មៅផងនិងពណ៌ខៀវផងសរសេរលើក្រដាស់តែមួយទំព័រនិងសម្បុរនៃក្រដាស់ 2. អត្ថបទមិនដឹងថាអ្នកថតចម្លងធ្វេសប្រហែសឬយ៉ាងណាទេឬពុំទាន់ដាក់ផ្សាយសពគ្រប់ទើបឯកសារប្រវត្តិនោះខ្ញុំមានត្រឹមមួយទំព័រពុំដឹងសរសេរចប់ពេលណាឡើយព្រោះគ្មានចុះការបដិឆេទត្រឹមត្រូវ 3. ចាប់ខ្លួនក្នុងឯកសារប្រវត្តិនោះខ្ញុំពុំមានកត់ត្រាអំពីពេលវេលាចាប់ខ្លួនទេ 4. បញ្ជូនចូលមន្ទីរស21មិនដឹងថាលោកនោះខ្ញុំត្រូវបញ្ជូនចូលគុកទួលស្លែងពីកាលណាឡើយ 5. មូលដ្ឋានឥតបញ្ជាក់អំពីសហករណ៍ដែលលោកនោះញងរស់នៅនិងត្រូវចាប់ខ្លួនសោះសេចក្តីបញ្ជាក់ 1. តាមសេចក្តីសន្និដ្ឋានក្នុងឯកសារប្រវត្តិនោះខ្ញុំត្រង់ចំណុចកនិងខសរសេរថាស្ដាប់មិនបានដែលបញ្ជាក់ថាអត្ថបទនេះពុំមែនសរសេរដោយលោកនោះខ្ញុំពោលគឺលោកនោះខ្ញុំគ្រាន់តែឆ្លើយសំណួររបស់អ្នកសរសេរប៉ុណ្ណោះឬមានសន្តិបាលម្នាក់ជាអ្នកសួរចម្លើយនិងអ្នកកត់ត្រាផ្សេង 2. តាមឯកសារដតីបង្ហាញថាទី 1 ចម្លើយឬប្រវត្តិរបស់អ្នកជាប់ឃុំសុទ្ធតែចុះការបរិច្ឆេទច្បាស់លាស់អមដោយចំណានៃសពរបស់កាំងគីអ៊ីវហៅដូចអតីតប្រធានមន្ទីរស21និងទី 2 បញ្ជីឈ្មោះអ្នកជាប់ឃុំបញ្ជាក់អំពីមូលដ្ឋានចាប់ខ្លួននិងការបរិច្ឆេទបញ្ជូនខ្លួនចូលមន្ទីរស21 3. ពេលបញ្ជូនខ្លួនដល់មន្ទីរស21ភ្លាមពិសេសចាប់ពីឆ្នាំ1978កិច្ចការដំបូងបំផុតគឺត្រូវថតរូបចំពីមុខមួយកំណាច់ខ្លួននិងចំហៀងឆ្វេងស្ដាំដោយសរសេរឈ្មោះនិងបង់លេខរៀងជាក់លាក់សំណួរវិសុទ្ធកម្មតាមប្រវត្តិបោះសម្អាតកម្មាភិបាលនៃបកកុម្មុយនីរបស់ខ្មែរក្រហមអង្គការបានដាក់ផែនការធ្វើវិសោធនកម្មផ្ទៃក្នុងបកដោយចាប់ផ្ដើមពីសង្ស័យនិងបើកយុទ្ធនាការចាប់ខ្លួនកម្មាភិបាលក្នុងបកតាមជំហានឆ្នាំ1976ភូមិភាគបូព៌ាឆ្នាំ1977ធ្វើចលនាកាន់តែខ្លាំងលើសឆ្នាំ1976ទៅដល់ភូមិភាគពីយ៉បនិងឆ្នាំ1978វិវត្តទៅភូមិភាគដទៃរឹតតែតាមតឹងនិងធ្ងន់បំផុតដោយចាប់ខ្លួនកម្មាភិបាលជាន់ខ្ពស់នៃបកបង្ខំឲ្យសារភាពក្រោមបទចោទប្រកាន់ខ្មាំងស៊ីរូងផ្ទៃក្នុងក្បត់បកបំរាយួនជនចាប់ចោលទាំងអស់ត្រូវបញ្ជូនខ្លួនទៅមន្ទីរស21សួរចម្លើយធ្វើទរណកម្មគ្មានត្រាប្រណីនិងសម្លាប់ចោលយ៉ាងសាហាវឃោរឃៅព្រៃផ្សៃក្រៃលែងពិតណាស់លោកនោះខ្ញុំជាអ្នកភ្នំពេញឬប្រជាជនថ្មីត្រង់នេះប្រកាសជនជាតិខ្មែរងឿងឆ្ងល់ថាបិទពុំមែនកម្មាភិបាលជាន់ខ្ពស់នៃគណៈបកកុម្មុយនីរបស់ខ្មែរក្រហមគូណាស់លោកនោះខ្ញុំមិនមែនមកសញ្ញានៃផែនការធ្វើវិសោធនកម្មរបស់អង្គការឡើយហេតុអ្វីតាមសមិទ្ធកម្មខាងលើលោកត្រូវខ្មែរក្រហមចាប់ខ្លួននៅឆ្នាំ1978សូមបញ្ជាក់ថាក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមគុកឬមន្ទីរសន្តិសុខជាកន្លែងឃុំឃាំងសួរចម្លើយនិងសម្លាប់មន្ទីរសន្តិសុខនៅទូទាំងប្រទេសមានជិត200ទីតាំងបង្កើតជាប្រព័ន្ធសន្តិសុខយ៉ាងរឹងមាំនិងតឹងរ៉ឹងបំផុតមន្ទីរសន្តិសុខចែកជា5ថ្នាក់ទី1ឃុំឬសហករណ៍ទី2ស្រុកទី3តំបន់ទី4ភូមិភាគនិងទី5មជ្ឈិមមន្ទីរសន្តិសុខថ្នាក់ឃុំឬសហករណ៍ស្រុកនិងតំបន់ប្រើប្រាស់ដាក់ប្រជាជនលួចរបស់ប្រពេចរប៉ុកអ្នករត់ចោលអង្គភាពឬនិយាយអាក្រក់អំពីអង្គការនិងអតីតទាហានឬអ្នករដ្ឋការនៃរបបសាធារណរដ្ឋខ្មែរមន្ទីរសន្តិសុខថ្នាក់ភូមិភាគទុកឃុំឃាំងយុទ្ធជនខ្មែរក្រហមនិងគ្រួសារព្រមទាំងជនជាប់ចោទពីបទប្រព្រឹត្តអំពើល្មើសផ្សេងៗនៅក្នុងភូមិភាគមន្ទីរសន្តិសុខថ្នាក់មជ្ឈិមឬមន្ទីរស21ស្ថិតនៅក្រុងភ្នំពេញសម្រាប់បញ្ចូលអតីតកម្មាភិបាលជាន់ខ្ពស់និងយោធាជាប់ចោទពីបទប្រឆាំងបដិវត្តន៍ក្បត់អង្គការរូបថតការស្រាប់មន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
ទើបរៀបចំដំបូងរូបថតរបស់អិសរាជជនខ្មែរបព្វជិតជាន់ខ្ពស់រួមទាំងលោកស៊ិនស៊ីសមុទ្រលោកស្រីរស់សេរីសុទ្ធាដាក់តាំងបង្ហាញយ៉ាងស្រងេះស្រងោចនិងកំសត់ក្រៃលែងទោះបីបើមានរូបថតដាក់តាំងបង្ហាញសាធារណៈដូចនេះក៏ដោយក៏សម័យខ្លួនក្នុងរូបថតពុំមែនសុទ្ធតែត្រូវឃុំឃាំងនិងប្រហារជីវិតនៅមន្ទីរស-21ឡើយដូច្នេះប្រសិនបើមានរូបថតនៃលោកនូខ្ញុំនៅគុកទួលស្លែកតើប្រកាសឬទេថាលោកត្រូវឃុំឃាំងនិងស្លាប់ចោលនៅមន្ទីរស-21ឬវាពិឃាតជាងឯកនិយាយខ្លីឯកសារប្រវត្តិនូខ្ញុំដាក់ផ្សាយដោយលោកសេងតារានិងក្រុមដំណើរខ្មែរកាលពីថ្ងៃទី8ខែមេសាឆ្នាំ2026មានភាពពុំប្រក្រតីនិងប្រទាំងប្រទើសគ្នាជាមួយសក្ខីកម្មនៃតានូនឿនប្អូនប្រុសរបស់លោកនូខ្ញុំគួរកត់សម្គាល់ចំពោះជនជនខ្មែរទូទៅទាំងពិភពលោកភាពរសេមរសាមនេះបានคล้ายទៅជារនាំងជារបាំងឬជាចំណោទចាក់ស្រេះមួយទៀតពិបាកនឹងជឿទុកចិត្តព្រោះពុំខុសពីព័ត៌មានមហាត្រពេចត្រពិលតាក់ទងនឹងជីវិតចុងក្រោយរបស់លោកស្រីរស់សេរីសុទ្ធាលោកស្រីឈឿនអង្គារាឡើយគួរក៏សង្កត់ថាកន្លងមកព័ត៌មានអំពីជីវិតចុងក្រោយនៃអ្នកចម្រៀងក៏ដូចតារាភាពយន្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមជាអាចលោកស្រីហួយមាសលោកស្រីប៉ែនរ៉នលោកអឹងណារីលោកគង់សំអឿនលោកនុកណែមលោកស្រីគឹមណូវ៉ាលោកជាយុទ្ធថនលោកស្រីសោមវ៉ាន់សូដានីលោកពេជ្រសាលឿនលោកស្រីទិតវិចារាដានីលោកយិនបឿនហៅត្រង់លើលាក់នឹងលាក់ដាក់ផ្សាយក្នុងបណ្ដាញព័ត៌មានសង្គមពុំអាចទុកចិត្តបានទេព្រោះសុទ្ធតែដំណឹងចចាមរាំងលើពីម្នាក់តទៅម្នាក់ដោយបញ្ចេញបញ្ចូលសេចក្តីតាមដំណឹងចិត្តនាំបណ្ដាឲ្យស្រអាប់ការពិតពុំខុសពីពាក្យទំនៀមបុរាណខ្មែរថាក្អែកមួយជាក្អែក10ឡើយប្រកាសក្នុងរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមការចាប់ខ្លួនការបាត់ខ្លួនការធ្វើទរណកម្មនិងការកាប់សម្លាប់ជនជាប់សង្ស័យណាម្នាក់ជាកិច្ចការសម្ងាត់បំផុតរបស់អង្គការក្រៅពីកម្មាភិបាលទទួលបន្ទុកនិងជនដៃដល់គ្មានបុគ្គលណាម្នាក់អាចឃើញផ្ទាល់ភ្នែកឬផ្ទាល់ត្រចៀកឬដឹងព័ត៌មានប្រកាសប្រជាអំពីវាសនាអកុសលរបស់ជនរងគ្រោះឡើយដូច្នេះពីពេលនេះតទៅពុំគួរអស់លោកអ្នកផ្សាយព័ត៌មានតាមអន្តរបណ្ដាញឬ MMO ផ្សាយឡើយនៅព័ត៌មានមិនទាន់វិភាគឥតថ្លឹងថ្លែងពុំគប់គងព័ត៌មានឆៅឬព័ត៌មានគ្មានប្រភពត្រឹមត្រូវព័ត៌មានប្រឌិតព័ត៌មានខ្លាំងបន្លំព័ត៌មានបំភ្លេចតាក់ទងនឹងមរណហេតុមរណកាលមរណភេទក៏ដូចមរណដ្ឋាននៃជនរងគ្រោះក្នុងរបបវាពិឃាតរបស់ខ្មែរក្រហមឡើយពុំនោះសោតគួរពិចារណាសេចក្តីត្រឹមថាលោកស៊ិនស៊ីសមុទ្រអ្នកស្រីរស់សេរីសុទ្ធាលោកស្រីឈឿនអង្គារាលោកនូញងលោកស្រីលោកស្រីទទួលមរណភាពក្នុងវាពិឃាតនៃរបបខ្មែរក្រហមហើយប៉ុន្តែគ្មានប្រភពព័ត៌មានគួរទុកចិត្តអាចបញ្ជាក់ច្បាស់អំពីមរណហេតុមរណភេទមរណកាលនិងមរណដ្ឋានពិតប្រាកដទេធ្វើបានដូច្នេះទើបអស់លោកអ្នកផ្សាយព័ត៌មានតាមអន្តរបណ្ដាញឬ MMO ប្រកាសមានមនសិការខ្ពង់ខ្ពស់ចរិតថ្លៃថ្នូរប្រកបដោយកិត្តិយសស័ក្តិសមជាមនុស្សប្រកាន់ក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានព្រមទាំងពោពេញដោយសុជីវធម៌សិលធម៌គុណធម៌សច្ចធម៌ពិសេសគោរពដោយសុទ្ធចិត្តចំពោះវិញ្ញាណក្ខន្ធនៃមរណជនគួរកោតសរសើរផ្ទុយទៅវិញនឹងគួរអាម៉ាស់ណាស់ដើម្បីទាញផលប្រយោជន៍ពីការផ្សាយតាមរយៈការប្រឹងប្រែងបង្កើតការចូលទស្សនាអាន view ការចែកផ្សាយបន្ត share និងការផ្ដល់មតិ comment របស់លោកអ្នកផ្សាយព័ត៌មានតាមអន្តរបណ្ដាញឬ MMO ធ្វើមុខក្រាស់ក្បត់មនសិការបន្ទាបបន្ថោកខ្លួនប្រព្រឹត្តអំពើគ្មានសុជីវធម៌អសិលធម៌ឥតគុណធម៌គ្មានសច្ចធម៌ផ្សព្វផ្សាយនៅព័ត៌មានពុំប្រកបប្រជាព័ត៌មានមិនគួរទុកចិត្តអំពីជីវិតរបស់បុគ្គលនេះជននោះក្រោមរបបកម្ពុជាប្រជាធិបតេយ្យនៃខ្មែរក្រហមមរណហេតុអញ្ចេះអញ្ចោះមរណកាលនៅថ្ងៃខែឆ្នាំនេះឬពេលនោះមរណដ្ឋាននៅត្រង់នេះឬកន្លែងនោះលាក់នឹងលាក់សង្ឃឹមថាការរក្សាភាពថ្លៃថ្នូរការបង្ហាញសេចក្តីគោរពដោយចិត្តបរិសុទ្ធព្រមទាំងផ្ដល់តម្លៃចំពោះមរណជននិងមានអត្ថភាពជានិច្ចនិរន្តរ៍ក្នុងជម្រៅបេះដូង
នៃអស់លោកអ្នកផ្សាយព័ត៌មានតាមអន្តរបណ្ដាញឬ MMO ពំខានម៉ោង 9:10 នាទីភ្នំពេញថ្ងៃសៅរ៍ទី25 ខែមេសាឆ្នាំ 2026 អ្នកស្រាវជ្រាវភាសានិងអក្សរសាស្ត្រខ្មែរជាងវិបុល